ប្តីល្អគឺប្តីកែប្រពន្ធដែលមានកំហុសឲ្យមិនមានកំហុសហើយប្រពន្ធល្អគឺប្រពន្ធកែខ្លួនឯងបន្ថែមនឹងលើអ្វីដែលយើងខ្វះខាតនឹងអានឹងនៅជាមួយគ្នាសុខហើយបងអូនត្រូវចាំពាក្យលោកគ្រូមួយទៀតយើងជាស្វាមីជាប្តីទោះបីខឹងប្រពន្ធប៉ុណ្ណាក៏ដោយយើងហាមខ្លួនយើងដាច់ខាតគឺកុំប្រើហិង្សាលើប្រពន្ធកូនឯភរិយាត្រូវហាមខ្លួនឯងដាច់ខាតខឹងប្តីប៉ុណ្ណាកុំប្រើពាក្យអសុរោះនឹងយើងចាំខ្លួនយើងចឹងនឹងខាងប្រុសខឹងប៉ុណ្ណាកុំប្រើហិង្សាឯខាងស្ត្រីខឹងប៉ុណ្ណាកុំប្រើពាក្យអសុរោះដែលលោកគ្រូនិយាយមិញថាគោរពប្តីដូចអីដូចបងឬដូចឪពុកយើងនៅជាមួយឪពុកយើងទោះបីយើងខឹងឪពុកយើងប៉ុណ្ណាក៏យើងមិនដែលហ៊ានប្រមាថការទៀនគាត់ដែរយ៉ាងណាយើងនៅជាមួយប្តីដូចគ្នាពេលយើងខឹងប្តីគឺយើងនៅតែប្រើពាក្យសម្ដីទុនភ្លុនពីរោះពិសាទៅកាន់ប្តីនិយាយគ្នាដោយសន្តិវិធីប៉ុន្តែហ្នឹងដូចរឿងបាក់បន្តិចណាញោមណាញោមស្រីហ្នឹងដូចបាក់បន្តិចណានឹងតាខឹងហើយនិយាយអូអស់ទាស់ណាសម្ដីហ្នឹងមិនសូវពីរោះពិសាប្រហែលទេច្រើនលើសដោយសម្ដីអញ្ចឹងបាទចាស់គេហាមយើងហ្នឹងណានឹងថ្មអីចេះបញ្ជាក់ថាខឹងប្តីប៉ុណ្ណាយើងកុំប្រើពាក្យអសុរោះឯបុរសដូចគ្នាយើងនោះវាច្រើនតែដៃដល់ជើងដល់ហ្នឹងខឹងអីបោកចានបោកឆ្នាំងវាយពីងទឹកប្រពន្ធកូនមុខមាត់ហើមអស់ហ្នឹងអញ្ចឹងបានមកតែងបញ្ជាក់ថាយើងខឹងប៉ុណ្ណាយើងជាបុរសគឺកុំប្រើហិង្សាលើប្រពន្ធកូនដាច់ខាតយើងហាមខ្លួនយើងអត់ប្រើហិង្សាលើប្រពន្ធកូនហ្នឹងណាដៃដែលយើងមានកម្លាំងស្មាដែលយើងមានកម្លាំងគឺយើងប្រឹងរែកប្រឹងពុនប្រឹងរកស៊ីប្រឹងរកចំណូលមកចូលផ្ទះស្រាប់តើណាបងអូនហ្នឹងហើយយើងត្រូវចាំតែចង់ឲ្យមានសុភមង្គលគឺយើងប្រមូលរឿងល្អពីខាងក្រៅមកដាក់ក្នុងគ្រួសារយើងកុំយកអារឿងណាក្តៅកាហាយពីខាងក្រៅយកមកចូលក្នុងផ្ទះយើងមកដល់ក្នុងផ្ទះយើងឲ្យតែមានតែសេរីមានតែសុភមង្គលក្នុងគ្រួសារយើងហើយមនុស្សយើងកាលណានៅជាមួយគ្នាមានសុភមង្គលគឺអាស្រ័យការឲ្យតម្លៃគ្នានឹងឯងបងគោរពឲ្យតម្លៃគ្នាទាំងពាក្យសម្ដីកាយវិការកុំគិតថាអាគាត់នឹងរៀនបានតិចជាងអញគាត់នឹងអត់មានធ្វើការអីអញធ្វើការបានប្រាក់ខែច្រើនជាងអញរៀនសូត្រចេះដឹងច្រើនជាងកុំអញ្ចឹងមនុស្សឥឡូវនៅជាមួយគ្នាអត់សុខច្រើនណាស់ដោយសារមិនយល់ពីអធ្យាស្រ័យគ្នាមិនឲ្យតម្លៃគ្នាហ្នឹងប្តីខ្លះធ្វើការនៅក្រសួងផ្កាយ3គេគោរពគេលូនគេក្រាបដល់មកដល់ផ្ទះចង់ឲ្យប្រពន្ធកូនហ្នឹងក៏លូនក្រាបដោយឯងទៅនៅក្រៅដែរមិនត្រូវយើងអត់ត្រូវយកអាហ្នឹងមកដាក់ក្នុងគ្រួសារយើងទេហ្នឹងប្តីប្រពន្ធសម័យហ្នឹងច្រើនអញ្ចឹងមកឃើញច្រើននឹងនៅខាងក្រៅផ្កាយ3ឲ្យចង់យកអាផ្កាយ3ទៅមកដាក់ប្រពន្ធកូនដែរឲ្យប្រពន្ធកូនលូនក្រាបបំរើដូចនៅកន្លែងយើងដែរអត់ទេនឹងក្នុងផ្ទះគឺយើងជាប្តីជាប្រពន្ធហ្នឹងប្តីប្រពន្ធគោរពឲ្យតម្លៃគ្នាដូចម្ដាយដោយឪពុកខឹងគ្នាកំប្រើពាក្យអសុរោះកំប្រើហិង្សាហើយស្រឡាញ់គោរពគ្នាក្នុងភាពជាស្វាមីនិងភរិយាពេញមុខយល់ពាក្យហ្នឹងហ៎បងស្រឡាញ់គ្នាជាប្តីប្រពន្ធឲ្យតម្លៃគ្នាក្នុងភាពជាស្វាមីជាភរិយាពេញមុខហ្នឹងមានន័យថាម៉េចណាមានន័យថាម៉េចនេះអាចារ្យនេះបងទៅណាមកណាឲ្យដឹងតែខ្លួនឯងមានប្រពន្ធណាអ្នកខ្លះការហើយប៉ុន្តែធ្វើខ្លួនដូចកំឡោះចឹងហ្នឹងអានៅមុខពុនដល់ពេលចេញក្រៅទៅណាមកណាធ្វើដូចកំឡោះចឹងតាមស្រួលគេសួរមានពុននៅទៀតណាហ្នឹងនាងណាសួរឆ្លើយតែឯងនៅកន្លោះទៀតណាហ្នឹងទៅណាមកណាសបាយតែឯងដើរផឹកស៊ីជួបជុំក្អាកក្អាយរីករាយពិធីតូចធំអីអត់ដែលមានមុខប្រពន្ធសោះអាហ្នឹងគេហៅថាមិនអោយណាតម្លៃគ្នាជាភរិយាពេញមុខតែបើយើងតនេទៅណាមកណាទៅជួបជុំពិធីអីធំតូចអីប្រពន្ធតនេអូនថ្ងៃហ្នឹងបងមានកម្មវិធីជួបជុំការឬក៏ជួបជុំឡើងផ្ទះគេឡោអូនតនេបើថាតនេងូតទឹករៀបចំខ្លួនទៅម៉ោង3បងចេញពីធ្វើការទៅយកអូនទៅរួមកម្មវិធីជាមួយគេប្រពន្ធនេះគិតប្រាប់ថាម៉ោង3ទៅយកទៅតាមស្រួលធ្វើការតាំងអត់ធ្វើខ្លួនតាំងម៉ោង2 10ហ្នឹងចង់ទៅជាមួយប្តីហើយធ្វើខ្លួនសិតសក់ទៅគូចើមទៅអ៊ុតសក់ទៅទាញកញ្ចក់ឲ្យស្អាតហ្នឹងតាមស្រួលប្តីមកចាំអត់តាន់ធ្វើខ្លួនហើយទៀត3ម៉ោងហ្នឹងស្ត្រីហើយធ្វើខ្លួនហើយនឹងប្តីចាំយូរបន្តិចចាំយូរបណ្ណាបងប្អូនត្រូវចាំនេះអាកន្លែងហ្នឹងក៏ឆ្លុះគ្នាដែរគ្រាន់តែគ្នាធ្វើខ្លួនយូរនេះក៏តោះដែរហើយចុងកាននៅកមុំមិនក៏ដូចត្រូវគ្រប់រឿងហើយមកដល់ពេលកូនមួយកូនពីរអាគ្នាធ្វើអីក៏តោះពីមុនមកបាយខ្លោចក៏នៅឆ្ងាញ់ហ្នឹងដល់យូរទៅបាយដាំលែងខ្លោចក៏ហូបលែងកើតហ្នឹងអាហ្នឹងអត់ទេហ្នឹងរក្សាភាពដើមនៅដដែលក្នុងសភៅលោកគ្រូនេះក៏លោកគ្រូបញ្ជាក់ដែរប្តីប្រពន្ធនៅជាមួយគ្នាសុខដោយសាររក្សាភាពដើមនៅដដែលភាពដើមនៅដដែលហ្នឹងមានន័យពីមុនមកយើងធ្លាប់ផ្អែមល្ហែមនឹងគ្នាយ៉ាងម៉េចឲ្យរក្សាអាហ្នឹងនៅរហូត
អូហ្នឹងកុំឲ្យវាប្រែប្រួលអាហ្នឹងស្នេហាពិតចឹងណាបងអូនស្នេហាពិតទេប៉ិនធ្វើដូចមែនតែនចឹងហ្នឹងបងហ្នឹងមិនដែលស្គាល់អ្វីទៅស្នេហាទេហ្នឹងដែលសមុទ្រគាត់ច្រៀងនោះអ្វីទៅស្នេហានោះបងហ្នឹងមិនដែលស្គាល់ទេគ្រាន់តែធ្លាប់រៀនធ្លាប់ធ្វើការជាមួយអង្គការច្រើនហើយយើងដកពិសោធន៍ជីវិតក្នុងសង្គមនេះច្រើនទោះបីយើងមិនធ្លាប់អនុវត្តប៉ុន្តែអ្វីដែលយើងទៅសេយើងនិយាយទៅអ្នកគ្រប់គ្នាយកទៅអនុវត្តជំនួសអាត្មាហើយឃើញតែសុខមែនចឹងដើម្បីឲ្យសុខបងអូនត្រូវចាំចឹងដែរបងនឹងចាំឲ្យតម្លៃគ្នាក្នុងភាពជាភរិយាស្វាមីពេញមុខហើយប្រពន្ធខ្លួនចេញមកវិញទៅសើម៉ាត់ទៅយើងចាំ2ម៉ោងក៏ដោយក៏នៅសើដែរបងចេញមកទៅសើកុំអាដែងក្រៅគ្នាចេញមកទៅខ្លួនឲ្យយូរមិនសិតតែសក់នឹងហើយអាគ្នានេះខំប្រឹងអង្គុយធ្វើខ្លួនហ្នឹងធ្វើឲ្យអាណាមើលហ្នឹងធ្វើឲ្យប្តីមើលហ្នឹងណាមិនធ្វើឲ្យអ្នកដតីមើលឯណាចិត្តជាប្រពន្ធហ្នឹងចង់ឲ្យប្តីទៅសើហើយដល់ចេញមក2ម៉ោងអត់បានទៅសើទៅណាពាក្យក្រោតក្រៀតទៅវិញគ្នាបាក់ទឹកចិត្តបាក់ទឹកចិត្តអញ្ចឹងយើងត្រូវចាំបន្តិចហ្នឹងធ្វើឲ្យគ្នាសុបាយចិត្តហ្នឹងតែបន្តិចហ្នឹងមិនបាច់លុយមិនបាច់កាយទេនឹងតែសើហោស្លហូបប្រៃហូបមិនកើតអីក៏នៅសើអូននៅសម្លឆ្ងាញ់ថ្ងៃហ្នឹងបើតោះដូចយើងប្រៃតិចអូនថ្ងៃក្រោយដកអាប្រៃនឹងតិចឆ្ងាញ់ហ្មងពុនបងស្លឆ្ងាញ់ហ្នឹងណាអូនធ្វើខ្លួនស្អាតណាគ្មានណាស្អាតជាងប្រពន្ធអញគ្រាន់តែលឺប៉ុណ្ណឹងហើយនិយាយពីត្រឡប់មកផ្ទះវិញបើមានស្ងោមាត់អីសុកចិត្តស៊ីទាំងគុកជើងឲ្យຕົកផ្លូវឲ្យយើងអស់ហ្នឹងបាយចិត្តណាហ្នឹងនៅបន្តិចហ្នឹងបើយើងវាអត់យល់គ្នាហ្នឹងហើយដល់អត់យល់គ្នាវាអត់មានសុភមង្គលនឹងសេចក្តីសុខក្នុងគ្រួសារអញ្ចឹងណាចឹងយើងត្រូវចាំឲ្យតម្លៃក្នុងភាពជាភរិយាស្វាមីពេញមុខហ្នឹងគឺទៅណាមកណាគឺមានភរិយាយើងនៅក្បែរខ្លួនបើមិនបានក្បែរខ្លួនឲ្យចិត្តយើងដឹងថាយើងមានភរិយាហើយចិត្តយើងដឹងថាយើងមានប្តីហើយទោះបីយើងទៅធ្វើការឆ្ងាយពីភរិយាមួយខែ2ខែក៏នៅតែស្មោះត្រង់ជាមួយភរិយាដែរនៅតែស្មោះត្រង់ជាមួយភរិយាហើយទៅដល់នឹងទៅដល់ក្នុងចំណោមអង្គុយលើតុគេសួរឯងដូចមិនដែលឃើញដែលដាក់ដៃណាមកហើយចុះថ្ងៃហ្នឹងដាក់ដៃពីណាមកហ្នឹងប្រពន្ធគ្នានេះសម្លាញ់អូគេទៅសើថាជីគេឯងរកប្រពន្ធឯណាក៏បានស្អាតអីស្អាតយ៉ាងហ្នឹងនាងនេះអូយវាអញញឹមក្នុងចិត្តហ្នឹងអូយអញបាយចិត្តណាហើយបានប្តីនាំទៅពិធីហើយប្តីប្រាប់ថាប្រពន្ធហើយគេដតេទៅសើថាប្រពន្ធស្អាតអញ្ចឹងណាគឺសប្បាយចិត្តណានឹងសុភមង្គលគឺមានពេញត្រឡប់មកផ្ទះវិញនិយាយពីសប្បាយចិត្តរីករាយគ្មានចំណាយអីសោះយើងចំណាយពេលវេលាសម្រាប់គ្នាតាមអ្វីដែលយើងអាចធ្វើបានហើយបងអូនត្រូវចាំដែរប្តីប្រពន្ធគឺត្រូវយល់អធ្យាស្រ័យមិនមានន័យថាយើងទៀមទាតាមអ្វីដែលយើងត្រូវចិត្តយើងទាំងអស់ទេចង់ឲ្យប្តីនៅក្បែរយើងគ្រប់ពេលចង់ឲ្យប្រពន្ធនៅក្បែរយើងគ្រប់ពេលចង់ឲ្យប្តីធ្វើអ្វីតម្រូវចិត្តយើងចង់ឲ្យប្រពន្ធធ្វើអីឲ្យត្រូវចិត្តយើងអាហ្នឹងក៏អត់សុខដែរណាអត់សុខទេហ្នឹងកាលណាទៀមទាឲ្យត្រូវចិត្តយើងគឺអត់សុខដែរបងអូនត្រូវចាំពាក្យហ្នឹងមួយទៀតហ្នឹងលោកគ្រូឧទាហរណ៍ម្រាមដៃយើង5បងអូនមើលម្រាមដៃលោកគ្រូមើលស្មើគ្នាទេ5នឹងស្មើហ៎មកវាមានខ្ពស់មានទាបអញ្ចឹងអ្វីសំបីតែដៃយើងនៅដៃយើងក៏វាអត់ស្មើគ្នាដែរអញ្ចឹងយើងមិនអាចឲ្យប្តីយើងតម្រូវធ្វើម៉េចឲ្យតទៅចិត្តយើងឯងឲ្យស្មើឲ្យត្រឹមត្រង់តូចអ្វីដែលយើងចង់បានគឺអត់បានទេហើយចិត្តមនុស្ស2នាក់គឺច្បាស់ជាចិត្តផ្សេងគ្នាហើយអញ្ចឹងសំខាន់តើយើងយល់អធ្យាស្រ័យហើយយើងព្រមព្រៀងគ្នាសម្របខ្លួនយើងឲ្យត្រូវគ្នាដោយលោកគ្រូធ្លាប់លើកឧទាហរណ៍តាប៉មឲ្យស្វាយអញ្ចឹងប៉មមានរសជាតិមិនផ្អែមចិត្តស្វាយជូរហើយបុរសភាគច្រើនចូលចិត្តប៉មហើយចូលចិត្តស្វាយប៉មសូវចូលចិត្តរបស់ជូរឯងស្ត្រីចូលចិត្តជូរចុះឥឡូវបើប្រពន្ធយើងចូលចិត្តជូរហើយយើងនេះចូលចិត្តផ្អែមហើយដល់ប្តីទិញស្វាយតើទិញប៉មមកថ្ងៃណាក៏ប៉មទិញប៉មមកឧទាហរណ៍ថាថ្ងៃហ្នឹងទិញមកពីធ្វើការទិញប៉មមក1គីឡូហើយយើងជាប្រពន្ធនេះអត់ចូលចិត្តប៉មសោះយើងចូលចិត្តតែស្វាយហើយដល់ប្តីយកប៉មមកយើងត្រូវធ្វើម៉េចហ៎ត្រូវតែញ៉ាំញញឹមជាមួយប្តីទោះអាហ្នឹងអត់ចូលចិត្តក៏ត្រូវឲ្យញឹមហូបមួយប្តីដែរហើយថ្ងៃក្រោយប្រពន្ធទៅផ្សារប្រពន្ធទិញស្វាយមកឯងអត់ចេះស្វាយក៏ត្រូវឲ្យញឹមហូបស្វាយជាមួយប្រពន្ធដែរតោះតែយើងសម្របខ្លួនយើងឲ្យត្រូវគ្នាមិនមានន័យថាអញមិនចូលចិត្តអីគឺឲ្យគេមកតម្រូវតែអាចិត្តដែលយើងត្រូវហ្នឹងអាហ្នឹងអត់នៅជាមួយគ្នាសោះទេបងអូនត្រូវចាំអាហ្នឹងណាត្រូវចាំអាហ្នឹងហើយត្រូវចាំមួយទៀតថាពេលណាយើងខុសយើងទទួលខ្លួនយើងខុសប្តីប្រពន្ធកាលណាចេះទទួលកំហុសរៀងខ្លួនហើយសម្របខ្លួនយើងហើយកែនៅអ្វីដែលយើងខុសគឺនៅជាមួយគ្នាសុខសំដែងភាពស្មោះត្រង់ចំពោះគ្នាហ្នឹងសំដែងភាពស្មោះត្រង់ហើយជឿជាក់លើប្រពន្ធយើងប្តីយើងស្មោះត្រង់នឹងគ្នាទោះបីទៅណាក៏អត់មានចិត្តគិតលើគ្នាមិនល្អដែរហើយខុសអីយើងទទួលខ្លួនតែខុសអាហ្នឹងគឺសុខហើយជាពិសេសប្តីយើងធ្វើចាញ់ឲ្យច្រើនជាងប្រពន្ធភាគច្រើនចង់ឈ្នះច្រើនជាងប្តី
chẳng có đây thấu thưa luôn dương ở răng móa riêng chanh và pôn ở chở là năng sốc ai hay bà thay chồng chứ nè đôi bà pôn đá anh năng cây mẹn hào pro thế cái hào tập pro mà nữ chả rắc say tại chồng chứ nè bà pôn cái hào mà nữ pro chả rắc say mà chẳng nhộm nè à chẳng dương còn thưa chả rắc dương ở đôi mà nữ say trâu ao sạch tray kia chứ nè dương tao đầm bấy sập hẹp mà cốt cua xa dương bắn miên chắc này nè nè ọt chồng chanh với chồng chả chứ nè lại cái nồi thao lại cái thao nè nhôm pro là bỏ lừa lột nắng bờ quay cục giang bờ ma kết đó bờ xong rồi là bỏ thao cứ từ một mà nhiều mực te mà liên đờ lá pan bờ do sao pram đờ lá chắc rồi có cái chia thui mà phay đờ lá đạp xong ở tàu chỉ thui tàu chỉ bằng uối cá ở tàu chỉ thui chỉ bằng uối cọp te nắng ọt chanh chip te pin lẹ cả nát đó lan rô roi mà liên pi liên đờ lá bờ miên sao pram đờ lá chắc rồi sang mà lít buôn quan chắc thế có vi từ một đây chẳng sợ rốc